នេះគឺជាទូរស័ព្ទដៃ Nubia Z 80 Ultra អ្នកទាំងអស់គ្នាគឺជាទូរស័ព្ទដៃកពូលមួយរបស់ក្រុមហ៊ុន Nubia ដែលមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាយើងហើយក៏ជាទូរស័ព្ទដៃដំបូងដែលខ្ញុំបាន review ដែលបំពាក់មកជាមួយនឹង chip Snapdragon 8 Elite Gen 5 ដែរអ្នកទាំងអស់គ្នាខ្ញុំបានធ្វើការ review ទូរស័ព្ទដៃដែលបំពាក់ chip កំពូលពីក្រុមហ៊ុន MediaTek រួចហើយគឺ Dimensity 9500នៅលើទូរស័ព្ទដៃ Vivo X300 Pro អញ្ចឹងទូរស័ព្ទដៃ Z 80 Ultra នេះគឺជាទូរស័ព្ទមួយដែលខ្ញុំអាចនិយាយបានថាវា balance បើសិនជាអ្នកទាំងអស់គ្នាចង់បានទូរស័ព្ទដែលលយទៅកាន់ការលេង game ច្រើនជាងបន្តិចនៃការ focus នៅលើអីផ្សេងបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តលេង game ហ្មងអូខេ ROG Phone អីចឹងទៅតែបើសិនជាអ្នកទាំងអស់គ្នាត្រូវការមកកញ្ចប់ទូរស័ព្ទដែលផ្ដោតសំខាន់លើការលេង game ប៉ុន្តែកញ្ចប់អីផ្សេងទៀតនៅលើទូរស័ព្ទដៃមួយនេះវានៅតែមានគុណភាពល្អអាចយកមកប្រើប្រាស់បានជាទូរស័ព្ទដៃធម្មតា Yes អាហ្នឹងគឺនៅក្នុងកញ្ចប់ Z 80 Ultra នេះគឺវានឹងផ្ដល់បទពិសោធន៍ល្អមួយដល់អ្នកទាំងអស់គ្នាអញ្ចឹងចង់ដឹងថាតើទូរស័ព្ទដៃ Z 80 Ultra ពីក្រុមហ៊ុន Nubia នេះមានលក្ខណៈសម្បត្តិហើយនឹងគុណប្រយោជន៍ហើយនឹងកន្លែងដែលយើងទើសចិត្តកន្លែងណាខ្លះតោះចូលមើលវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់យើងមួយទៀតហើយអញ្ចឹងខ្ញុំបាននិយាយចឹងថ្ងៃនេះយើងនឹងចូលមកមើលទូរស័ព្ទដៃ Z 80 Ultra ពីក្រុមហ៊ុន Nubia ហើយយើងនឹងមកមើលទាំងអស់គ្នាថាតើទូរស័ព្ទដៃពូលពីក្រុមហ៊ុនមួយនេះដែលបំពាក់ chip ថ្មីស្រឡាំងរបស់ក្រុមហ៊ុន Qualcomm Snapdragon 8 Elite Gen 5ហ្នឹងមានដំណើរការល្អយ៉ាងណាខ្លះហើយនឹងវាផ្ដល់បទពិសោធន៍ឲ្យយើងយ៉ាងណាខ្លះអញ្ចឹងយើងចូលមកមើលកញ្ចប់រូបរាងនិងរចនាប័ទ្មរបស់វាអ្នកនរគ្នាយើងឃើញថាការ design របស់ Nubia គឺធ្វើមកមិនដែលច្រឡំគេទេខ្ញុំបានធ្វើទូរស័ព្ទដៃស៊េរីកពូលរបស់គេមួយដែរកាលពីមួយរយៈមុនគឺ Z 50 Ultra អញ្ចឹងយើងឃើញថាគេរក្សារចនាប័ទ្មនិងការ design របស់គេហ្នឹងគឺយូរឆ្នាំហើយអ្នកទាំងអស់គ្នាគឺការរក្សា DNA របស់ខ្លួនឯងនេះគឺជាការស្វាគមន៍មួយដែលខ្ញុំចូលចិត្តមែនទែនទោះបីវាមើលទៅរៀងខុសប្លែកពីទូរស័ព្ទដៃយើងធម្មតាតែនឹងហើយគឺជាអត្តសញ្ញាណនៃទូរស័ព្ទដៃកពូលរបស់ក្រុមហ៊ុនមួយអញ្ចឹងដោយករណីនេះជាក់ស្ដែងគឺ Nubia គឺ main lens របស់គេគឺមានរាងធំហើយនឹងមានកាមេរ៉ា housing ដែលជាកន្លែងដាក់កាមេរ៉ាមួយផ្ទាំងនៅខាងក្រោយនេះគឺយូរហើយ 3-4 ឆ្នាំហើយទៅគឺរក្សា design បែបនេះឯងហើយយើងទៅឃើញ iPhone 17 Pro Max ក្រោយនេះគឺយ៉ាដែលយើងដឹងចឹងដាក់ផ្ទាំងមួយសម្រាប់ផ្ទុកកាមេរ៉ានៅខាងក្រោយដូចគ្នាទៅតែឆ្នាំនេះទេ Nubia នេះគឺយូរហើយអញ្ចឹងអ្វីដែលចាប់ភ្នែកចាប់អារម្មណ៍ជាងគេនោះគឺកន្លែងកាមេរ៉ាហ្នឹងតែម្ដងអ្នកទាំងអស់គ្នាជាមួយនឹងការវាយផ្លាក Nubia នៅខាងក្រោយនៅលើកន្លែងផ្ទុកកាមេរ៉ាហ្នឹងជាមួយគ្នាដែរហើយនឹងការដាក់ logo ពណ៌ក្រហមនៃប្រព័ន្ធពិសេសរូបភាពរបស់គេគឺ Neo Vision ហ្នឹងវាធ្វើឲ្យយើងមើលទៅទូរស័ព្ទដៃនេះគឺវារៀងប្លែកហើយនឹង eye catching អ្នកទាំងអស់គ្នាមានថាចាប់អារម្មណ៍ខ្លាំងមែនទែនហើយជាពិសេសពណ៌ដែលខ្ញុំទទួលបាននេះគឺខ្ញុំពិតជាមិនទៅសារមិនបានទេអ្នកទាំងអស់គ្នាទឹកពណ៌របស់វានៃពណ៌សរបស់ខ្ញុំនេះសាច់កញ្ចក់ខាងក្រោយគឺខាបទឹកពណ៌ហើយនឹងគ្រើមមិនឆក់ស្នាមម្រាមដៃទោះបីអ្នកទាំងអស់គ្នាប៉ះដៃទៅទឹកដៃអីគឺស្នាមម្រាមដៃគឺអត់មានគឺមិនឆក់ស្នាមម្រាមដៃទេអ្នកទាំងអស់គ្នាទោះបីអ្នកទាំងអស់គ្នាប៉ះយ៉ាងម៉េចក៏ដោយក៏មើលទៅទូរស័ព្ទនៅតែបន្តជះរូបរាងស្អាតឲ្យយើងដែរចឹងកន្លែងនេះគឺពិតជាស្វាគមន៍មែនទែនខ្ញុំមិនដឹងថាពណ៌ផ្សេងវាបែបហ្នឹងអត់ទេដោយសារតែវាកើតមកមាន4ពណ៌អ្នកទាំងអស់គ្នាគឺពណ៌ខ្មៅពណ៌សដែលខ្ញុំទទួលបាននេះហើយនឹងពណ៌ blue ដែលគេហៅថា Starry Night Blue ហើយនឹងពណ៌ក្រហមជា exclusive នៅប្រទេសចិនទេហើយចឹងវាមាន4ពណ៌តួខ្លួនរបស់វាគឺលិតពីតួអលុយមីញ៉ូមអ្នកទាំងអស់គ្នាហើយជាមួយនឹងការប៉ូលាមកស្អាតជាលក្ខណៈ matte design ទៀតហើយបតុងគឺមានច្រើនមែនតើនៅលើនេះគឺយើងឃើញថាខាងឆ្វេងគឺមានបតុងយើងអាច customize បានគឺគេហៅថា sliding switch អ្នកនរនេះអាចចូលទៅ set up ក្នុង setting set អីក៏បានដែរអ្នកនរនេះវាអាចប្រើប្រាស់បានច្រើនមែនតើនៅក្នុងនេះអ្នកនរនេះអាច set ជាលក្ខណៈ ring mode ឬក៏ silent mode អីក៏បានបើកកាមេរ៉ាក៏បានចូលទៅក្នុង game space ក៏បានបើក flash ក៏បាន record ក៏បានអ្នកនរនេះអាចចូលទៅ set ឲ្យវាបើកកម្មវិធីមួយក៏បានគឺវាល្អមែនតើខ្ញុំបាន set នេះដោយសារទូរស័ព្ទដៃនេះយើង focus ទៅលើ gaming ច្រើនខ្ញុំ set ឲ្យវាបើក Mobile Legends តែម្ដងអ្នកនរនេះអញ្ចឹងពេលណាដែលខ្ញុំចង់លេងខ្ញុំឆ្កឹះមកខ្វាច់ចូល Mobile Legends ឆ្កឹះចុះក្រោមវិញគឺវាបិទតែម្ដងអញ្ចឹងវាលឿនមែនទែនពេលដែលយើងសម្រាប់ម៉ោងធ្វើការអីយើងអាចគ្រាន់តែឆ្កឹះឡើងលេងហ្គេមហើយឆ្កឹះចុះមកវិញគឺចូលទៅការវិញធម្មតាអញ្ចឹងខ្ញុំនៅតែនិយាយដែរខ្ញុំស្វាគមន៍មែនទែនសម្រាប់ការដាក់បតុងឲ្យវាមានប្រយោជន៍ customize បានច្រើនលើទូរស័ព្ទដៃណាក៏ដោយគឺខ្ញុំពិតជាស្វាគមន៍តែសម្រាប់ Nubia គឺធ្វើបានល្អខ្ញុំសូមឲ្យមេដៃនៅកន្លែងនេះនៅខាងលើគឺយើងឃើញមានរុន microphone ហើយនឹង IR blaster នៅខាងលើបើយើងមកខាងស្ដាំអស់គឺយើងមានបតុងទម្លាក់ស្រឡាំងសលេងនៅលើគេហើយបតុង power គឺគេរចនាប័ទ្មមានពណ៌ក្រហមអ្នកទាំងអស់នេះគឺវាលយមែនទែនមើលទៅវាប្លែកហើយនឹងវាផ្ដល់ character មួយទៅលើទូរស័ព្ទដៃនេះផងដែរហើយនៅខាងក្រោមនេះទៀតគឺវា unique ទៀតហើយគឺកាមេរ៉ាបតុងតែកាមេរ៉ាបតុងគេអត់ដូចកាមេរ៉ាបតុងលើទូរស័ព្ទដៃផ្សេងទេគឺវាជា two stage ខ្ញុំគិតថា two stage នេះមានតែ2-3ទូរស័ព្ទទេដែលបតុងកាមេរ៉ារបស់គេហ្នឹងជាលក្ខណៈ two stage មាន Sony Xperia ឬកពូលរបស់គេហ្នឹងគឺ Mark 6 Mark 7 ហ្នឹងឬក៏ iPhone 16 Pro Max 17 Pro Max ដែលកាមេរ៉ាបតុងរបស់គេមាន two stage ដែល stage ទី1ចាប់ focus ហើយចុចផ្ដាច់ដើម្បីថតយករូបភាព
ភាពតែម្ដងអញ្ចឹងឡើយនេះកន្លែង unique មួយទៀតសម្រាប់ទូរស័ព្ទដៃ Nubia Z80 Ultra នេះមកដល់ខាងក្រោមគឺជា run speaker ដែលមានគុណភាពល្អមួយអ្នកនរនេះខ្ញុំនឹងនិយាយពី speaker នៅពេលបន្តិចទៀតនេះហើយនឹង run USB Type C ហើយនឹង run ដាក់ SIM បាន2អ្នកនរនេះមិនតែប៉ុណ្្នឹងទេគឺគេដាក់ឲ្យក្រោះការពារទឹកមកពេញលេញ IP68/IP69 នេះគឺជា trend ថ្មីហ្មងគឺទូរស័ព្ទដៃចិនភាគច្រើនមកគឺដឹងតែដាក់ IP68 IP69 មិនមែន IP68 ដូចទៅពីមុនទៀតទេអ្នកនរគ្នាអាចយកវាទៅប្រើប្រាស់គ្រប់ទីកន្លែងទាំងអស់ដែលមិនខ្វាយខ្វល់ពីដីចូលឬក៏ទឹកចូលទេវាសៀលចិត្តបានស្អាតល្អមែនទែនអញ្ចឹងការការពារបានល្អខ្ញុំគិតថាមកកញ្ចប់ design របស់ទូរស័ព្ទដៃ Nubia Z80 Ultra នេះគឺយើងអាចចាត់ទុកបានថាជាទូរស័ព្ទដៃប្រណិតមួយក្នុងពេលបច្ចុប្បន្ននេះស្របពេលតែមួយគឺគេនៅតែរក្សាបែបបទរសជាតិនៃទូរស័ព្ទដៃរបស់គេដោយមិនបាត់បង់នៃអត្តសញ្ញាណទេអញ្ចឹងឡើយនេះគឺល្អមែនទែនអញ្ចឹងបន្ទាប់មកគឺអេក្រង់ក៏ជាកន្លែងដែលខ្ញុំចង់បង្វែរចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាមកមើលអេក្រង់ដ៏ស្អាតរបស់វាដែរតែវាជាអេក្រង់លាតសន្ធឹងពេញផ្ទៃតែម្ដងអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាមើលមកផ្លែតអ្នកទាំងអស់គ្នានឹងឆ្ងល់ថាហេតុអីបានមានអារម្មណ៍ថាវាដូចជាពេញអេក្រង់ល្អម្លេះអ្នកទាំងអស់គ្នាប្រហែលជាចាប់អារម្មណ៍កាមេរ៉ារបស់វាគឺគេនៅតែបន្តលាក់នៅខាងក្រោមអេក្រង់ទៀតហើយអ្នកទាំងអស់គ្នានៅឆ្នាំនេះអញ្ចឹងវាធ្វើឲ្យអេក្រង់ 6.85 អ៊ីងរបស់វាហ្នឹងគឺមានទំហំធំហើយគឺលាតស្អាតគ្មានអីមកបាត់បាំងឬក៏ដកតំណក់ទឹកឬក៏តំណក់កាមេរ៉ាអីឲ្យយើងទៅចិត្តទៅអារម្មណ៍ទេអញ្ចឹងកន្លែងនេះបើសិនជាយើងជាអ្នកដែលចូលចិត្តមើលអេក្រង់លាតស្អាតខ្លាំងខ្ញុំជឿថាអ្នកទាំងអស់គ្នាពិតជាស្រឡាញ់អេក្រង់របស់ទូរស័ព្ទដៃ Nubia Z80 Ultra នេះហើយការយកកាមេរ៉ាទៅលាក់នៅក្រោមអេក្រង់នេះគឺវាជាជំនួសដ៏ល្អហើយក៏តែសម្រាប់អ្នកដែលចូលចិត្តកាមេរ៉ាអាហ្នឹងប្រហែលជាទៅចិត្តទៅអារម្មណ៍វិញហើយតែខ្ញុំនឹងនិយាយពីបញ្ហានេះនៅពេលយើងនិយាយពីកាមេរ៉ាតែម្ដងអញ្ចឹងដូចខ្ញុំបាននិយាយមិញទូរស័ព្ទដៃនេះមានទំហំអេក្រង់ 6.85 អ៊ីងគឺវាធំមែនទែនអ្នកទាំងអស់គ្នា Screen to body ratio របស់វាគឺបានរហូតដល់ 89.5% គឺវាលាតសន្ធឹងបានស្អាតវាមិនដល់ 90% ដោយសារតែចង្ការរបស់វានៅមានកម្រាស់បន្តិចក្រាស់ជាងហ្គេមសងខាងទាំង3របស់វាផ្សេងអញ្ចឹងវាធ្វើឲ្យវាមិនបំបីកំណត់ត្រា 90% ជាងដោយទូរស័ព្ទដៃ S25 Ultra ឬក៏17 Pro Max ឬក៏ X9 Pro ដែលមានហ្គេមព័ទ្ធជុំវិញស្មើគ្នាស្អាតត្រឹមតែ 1.15 មីលីម៉ែត្រតែម្ដងហើយកុំភ្លេចចុច Subscribe បងប្អូនផងព្រោះថាទូរស័ព្ទដៃ X9 Pro និងទូរស័ព្ទដៃផ្សេងៗទៀតកំពុងនៅពេលបច្ចុប្បន្ននេះខ្ញុំនឹងធ្វើការ review ជូនអ្នកនរគ្នាអញ្ចឹងចូលរួម Subscribe បងប្អូនផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំទៀតអញ្ចឹងអេក្រង់នេះវាមាន resolution Full HD Plus អ្នកនរគ្នាជាមួយនឹង refresh rate រហូតដល់ 144Hz 144Hz របស់វាមិនធម្មតាទេអ្នកនរគ្នាគឺ support ទៅដោយ game ផ្សេងៗទៀតដែលខ្ញុំនឹងនិយាយពីរឿង game ជាមួយនឹងអេក្រង់នៅពេលដែលយើងនិយាយពី performance ហ្នឹងឯងអេក្រង់នេះក៏វា support HDR10 ដែរអ្នកនរគ្នាហើយ peak brightness របស់វាបានរហូតដល់ 2000អញ្ចឹងអ្នកនរគ្នាអាចប្រើ indoor outdoor អីមិនចាំបាច់បារម្ភទេជាមួយនឹងការជះពន្លឺរបស់វាគឺវាមិនធ្វើឲ្យអ្នកនរគ្នាពិបាកចិត្តទេដូចខ្ញុំបាននិយាយអញ្ចឹងដោយសារតែអេក្រង់វាលាតពេញអេក្រង់ស្អាតអញ្ចឹង media consumption ជាមួយនឹងការលេង game របស់អ្នកនរគ្នាឬក៏ការមើលវីដេអូហ្នឹងគឺវានឹងផ្ដល់បទពិសោធន៍ល្អមែនទែនសម្រាប់អ្នកទាំងអស់គ្នាមើលវីដេអូអត់មានហ្គេមខ្មៅហ្គេមញ៉ៃទេអ្នកទាំងអស់គ្នាបើកមកព្រីកឲ្យពេញគឺអេមខ្លាំងមែនទែនដោយសារតែវាអត់មានឃើញកាមេរ៉ា punch out ឬក៏ punch hole ទេនៅខាងលើអេក្រង់ហ្នឹងទេអញ្ចឹងវាធ្វើឲ្យបទពិសោធន៍នៃការមើលវីដេអូរបស់យើងគឺអេមខ្លាំងអ្នកទាំងអស់គ្នាជាមួយនឹងការលេងហ្គេមក៏ដូចគ្នាជាពិសេសគឺលេងហ្គេមហ្នឹងតែម្ដងដោយសារតែលេងហ្គេមយើងចង់បានអេក្រង់ដែលមិនមានការរំខានអីទាំងអស់ការលាតសន្ធឹងស្អាតជាមួយនឹងអត់មាន punch hole ទេនេះគឺវាផ្ដល់បទពិសោធន៍ឲ្យយើងអេមខ្លាំងជាមួយនឹង refresh rate ខ្ពស់ទៀតគឺវារឹតតែបន្ថែមរសជាតិឲ្យអេក្រង់របស់យើងរឹតតែអេមខ្លាំងទៀតអ្នកទាំងអស់គ្នានៅលើនេះក៏គេបំពាក់ ultrasonic fingerprint scanner ឲ្យយើងប្រើប្រាស់ដែរអ្នកទាំងអស់គ្នានៅចំនួននេះគឺវាដំណើរការល្អខ្លាំងណាស់ដូចទៅនឹងទូរស័ព្ទដៃកពូផ្សេងទៀតដែលខ្ញុំបានធ្វើការ review រួចហើយដូចជាថ្មីនេះ Vivo X300 Pro អីហ្នឹង performance នៃ ultrasonic fingerprint scanner របស់វាគឺដូចគ្នាតែម្ដងមិនចាញ់គ្នាទេអ្នកទាំងអស់គ្នា scan មួយចេញហើយនឹងការ scan register នៃមេដៃរបស់យើងគឺតែមួយ plate គឺរួចតែម្ដងហើយនៃការដោះគឺមិនដែល fail សូម្បីតែម្ដងសម្រាប់ខ្ញុំអ្នកទាំងអស់គ្នាហើយខ្ញុំគិតថា placement របស់គេក៏ល្អដែរគឺគេដាក់រៀងខ្ពស់បន្តិចនៅលើអេក្រង់មិនក្រោមពេកក៏មិនលើពេកអញ្ចឹង placement ក៏ល្អដំណើរការក៏ល្អ ultrasonic fingerprint scanner របស់គេគឺ A maintain នៅលើទូរស័ព្ទដៃ Z80 Ultra នេះមួយទៀតគឺ speaker ខ្ញុំ surprise ដែរអ្នកនរគ្នាទូរស័ព្ទដៃនេះ speaker របស់វានៅខាងលើគឺយើងមើលអត់ចង់ឃើញទេ speaker grill ហ្នឹងតែវានៅខាងលើហ្នឹងឯងតែមួយគ្រាប់នៅខាងលើហើយនិងមួយគ្រាប់នៅខាងក្រោមនេះបូកបញ្ចូលគ្នាគឺជាប្រព័ន្ធ speaker មួយដ៏ល្អដែលខ្ញុំអាចនិយាយបានថាបើសិនជាសលេងជះរបស់វាអាចដណ្ដំតសងទៅនឹង Vivo X300 Pro ឬក៏ Vivo X200 Ultra ហើយសាច់បាសក៏បុកបានខ្លាំងខ្ញុំអាចនិយាយបានថាខ្លាំងជាង X300 Pro ទៀតអ្នកនរគ្នាសាច់បាសរបស់វាធាក់ចេញមកហើយនឹងការជះសលេង stereo របស់វាមិនមានខាងលើលឺជាងខាងក្រោមឬក៏ខាងក្រោមលឺជាងខាងលើទេកន្លែងនេះគឺពិតជាសរសើរដែរមើលមកផ្លែតមិនគួរឲ្យជឿទេដោយសារតែ speaker ខាងលើយើងមើលមិនចង់ឃើញផងតែគុណភាពរបស់វាជះពីក្រោមអេក្រង់នេះគឺល្អខ្លាំងមែនទែនអ្នកនរគ្នាអញ្ចឹងមិនចាំបាច់បារម្ភទេមកកញ្ចប់អេក្រង់របស់វាទាំងអស់ទាំង speaker ទាំងការ scan កាយដៃអីគឺអេមខ្លាំងលើទូរស័ព្ទដៃ Z80 Ultra អ្នកនរគ្នាអាចយកទៅប្រើប្រាស់យ៉ាងមានទំនុកចិត្តហើយនឹងសប្បាយចិត្តតែម្ដងជាពិសេសអ្នកនរគ្នាដែលចូលចិត្តមើលវីដេអូច្រើនស្ដាប់តន្ត្រីឬក៏លេងហ្គេមច្រើនអេមខ្លាំងតែម្ដងអ្នកនរគ្នាឥឡូវចូលមកដល់កន្លែងមួយទៀតដែលយើងអាចចាត់ទុកបានថាជាកន្លែងដែលវាមិនអស្ចារ្យខ្លាំងប៉ុន្តែក៏វាមានការដោះខាត់បានច្រើននៅឆ្នាំនេះពី Nubia ដែរអញ្ចឹងកាមេរ៉ា set up របស់ Nubia នៅខាងក្រោយមាន3
ក្របគឺ main lens 50 megapixel មាន aperture f1.7 ជា standard lens មាន focal length 35 mm ហើយនឹង micron size រហូតដល់ 1.2 micron size នៅនេះគឺធំមែនទែនហើយ support វិញជាមួយនឹងប្រព័ន្ធទូរំនឹង OIS ដែរ telephoto មាន64 megapixel aperture 2.5 មាន focal length 70 mm មាន micron size ត្រឹមតែ 0.7 ទេកន្លែងនេះរៀងស្ទើរតែមាន optical zoom បុកចូលរហូតបានដល់ 2.7 មិនដល់ 3x ទេហើយមានប្រព័ន្ធទូរំនឹង OIS មកជំនួយផង lens ចុងក្រោយគឺ 50 megapixel f1.8 ជា lens ultra wide មាន focal length 18 mm ហើយมันមានប្រព័ន្ធ OIS មកជំនួយទេអញ្ចឹងសមត្ថភាពកាមេរ៉ាខាងក្រោយរបស់វាយ៉ាងម៉េចដែរអ្នកនរខ្ញុំអាចនិយាយបានថា lens របស់វាបើសិនជាយើងទម្លាក់ការរំពឹងទុករបស់យើងមកត្រឹមកម្រិតមួយថាវាជាទូរស័ព្ទដៃលេង game និង media consumption ភាគច្រើនជាងទូរស័ព្ទដៃដែលយើងយកទៅប្រើប្រាស់កាមេរ៉ានោះអ្នកទាំងអស់គ្នានឹងសប្បាយចិត្តជាមួយប្រព័ន្ធកាមេរ៉ានេះហើយដោយសារតែវាធ្វើបានល្អគួរសមជាមួយនឹងការចាប់យកសាច់ detail នៃ main lens 50 megapixel របស់វានឹងគឺបានល្អខ្លាំងអ្នកទាំងអស់គ្នាទឹកពណ៌ចាក់ចូលវិញជាមួយនឹងប្រព័ន្ធប្រសេះរូបភាព Neo Vision របស់គេហ្នឹងគឺធ្វើឲ្យ color science និងការវាយរូបភាពចុងក្រោយចេញលទ្ធផលមកឲ្យយើងហ្នឹងគឺអាចទទួលយកបានជាមួយនឹងរូបភាពមាន detail មកច្បាស់ល្អ HDR អីធ្វើការបានល្អមកល្មមគួរសមថាយើងអាចទទួលយកបានក៏ប៉ុន្តែវាមិនអាចប្រៀបធៀបទៅនឹងទូរស័ព្ទដៃកពូដូច Vivo Series X ឬក៏ Oppo Series 5X ឬក៏ iPhone 17 Pro Max អីអស់ហ្នឹងទេទូរស័ព្ទអស់នោះគឺវាបាស់ហើយជាមានប្រព័ន្ធប្រសេះរូបភាពល្អជាងហើយនឹង lens ហើយនឹង sensor របស់គេល្អជាងទូរស័ព្ទដៃនេះអញ្ចឹងកន្លែងនេះបើសិនជាយើងអ្នកប្រើប្រាស់ចេះទម្លាក់នៃការរំពឹងទុកនៃកាមេរ៉ារបស់វាកុំយកទៅប្រៀបធៀបជាមួយនឹងទូរស័ព្ទដៃដែលកពូមានតម្លៃរាប់ពាន់ពេលហ្នឹងហើយយើងនឹងគិតថាទូរស័ព្ទដៃនេះគឺមានប្រព័ន្ធកាមេរ៉ាល្អមួយហើយអ្នកទាំងអស់គ្នាខ្ញុំអាចនិយាយបានថានៅទូរស័ព្ទដៃដែល focus នៅលើការលេង game ច្រើនជាងកន្លែងផ្សេងដូចជា ROG Phone ឬក៏ Red Magic អីគឺគេមិន focus ខ្លាំងនៅលើកាមេរ៉ាដូចទូរស័ព្ទដៃ Nubia Z80 Ultra នេះទេវាគឺជាទូរស័ព្ទដៃផ្ដោតលើ gaming ដែរតែកាមេរ៉ារបស់វាល្អជាងពួកនោះអញ្ចឹងហើយបាទខ្ញុំនិយាយថាបើសិនជាអ្នកនរគ្នាចូលចិត្តលេង game ច្រើនតែកាមេរ៉ាក៏មិនបោះបង់ចោលដែរអានេះគឺជាទូរស័ព្ទដៃដែលត្រូវអ្នកនរគ្នាមែនតើអាចនិយាយបានថាអ្នកនរគ្នាលេង game 70កាមេរ៉ា30 អានេះត្រូវតែបើសិនជាអ្នកនរគ្នាគិតថាអ្នកនរគ្នាលេង game រហូតដល់90ទៅ 100% ROG Phone ល្អជាង Red Magic ល្អជាងអ្នកនរគ្នាអាចមើលពួកហ្នឹងបានអញ្ចឹងmain lens របស់វាធ្វើការបានល្អដូចខ្ញុំបាននិយាយឲ្យអ្នកនរគ្នាបានឃើញរូបនៃលទ្ធផលដែលខ្ញុំដាក់ឲ្យមើលអញ្ចឹងគឺប៉ុណ្ណេះយើងអាចទទួលយកបានហើយនៅពេលដែល make អីមានពលឺគ្រប់គ្រាន់ហើយប្រព័ន្ធប្រសេះរូបភាពរបស់វាធ្វើការបានល្អហើយនឹង HDR របស់វាធ្វើការបានល្អគឺវាធាក់សាច់រូបភាពឲ្យយើងចុងក្រោយគឺមានលទ្ធផលល្អយើងអាចទទួលយកបាន telephoto មាន optical zoom 2.7x នេះក៏មិនធ្វើឲ្យយើងខកបំណងដែរអ្នកនរគ្នាដោយសារតែវាចាប់យកសាច់ detail បានច្បាស់ល្អ HDR អីគឺបាន low ស្មើសាច់ជាមួយនឹង main lens ដែរអញ្ចឹងវាមិនខុសគ្នាទេហើយ zoom ចូលទៅអស់គឺយើងអាចថតយកបានរហូតដល់ 50x ដែរហើយដល់ 50x ហើយក៏យើងអាចយកមកប្រើប្រាស់បានជាលក្ខណៈអានអក្សរអានលេខអីពីចម្ងាយគឺយើងអាចយកមកប្រើប្រាស់បានមិនមែនជាបញ្ហាទេវាច្បាស់ជាមានជំនួយនៃ AI នៃការប្រសេះរូបភាពនឹងចូលទៅជួយហើយតែយ៉ាងណាក៏លទ្ធផលធាក់ចេញលទ្ធផលចុងក្រោយឲ្យយើងវិញក៏វាផ្ដល់លទ្ធភាពឲ្យយើងអាចអានជាអក្សរជាលេខមិនបតាក់ខ្លាំងនៅពេលដែលយើងចង់ប្រើប្រាស់វាអានលេខអានអក្សរនៅពីចម្ងាយបានមិនមែនជាបញ្ហាទេហើយខ្ញុំតសើមួយទៀតគឺពេលដែលយើង zoom ចូលអស់រហូតដល់ 50x ហើយការទប់លំនឹងដៃរបស់យើងនៅក្នុង view finder នៅលើទូរស័ព្ទរបស់យើងក៏វាទប់លំនឹងបានល្អតែនេះគឺយើងទាមទារឲ្យមានដោយសារតែពេលដែលយើង zoom ចូលខ្លាំងទូរស័ព្ទដែលអត់មានគិតគូរនៅលើរឿងនេះវាធ្វើឲ្យដៃរបស់យើងញ័រខ្លាំងហើយនឹងថតរូបយកមកប្រើប្រាស់មិនបានប្រយោជន៍អីទេសម្រាប់ការ zoom ចូលអស់អញ្ចឹងកន្លែងនេះគឺជាការល្អមួយដែលរូបវាគិតគូរកាត់កងធ្វើម៉េចឲ្យរូបភាពនឹងល្អនៅពេលដែលយើងបុកចូល zoom អស់រហូតដល់ 50x ultra wide ក៏មានលទ្ធភាពមិនចាញ់ main lens ហើយនឹង telephoto ដែរបើយើងនិយាយអំពីសាច់ detail ហើយនឹង HDR process របស់វាគឺល្អគួរសមដូចអ្នកនរបានឃើញអញ្ចឹង make Q គឺ Q ស្អាតហើយ shadow នៅក្រោមម្លប់ក្រោមអីក៏យើងឃើញមានការបែងចែកគ្នាបានស្អាតល្អសាច់ detail របស់វាមានសភាពល្អគួរសមអាចទៅដំសងគ្នាជាមួយនឹងពីរ lens ទៀតបានដោយសារតែវាមានទំហំ megapixel ស្មើទៅនឹង main lens ទេ50 megapixel ហើយភាពកោងរបស់វា18 mm នេះវាទូលាយគួរសមហើយអ្វីដែលសំខាន់គឺវាការពារនៃការកោងជារូបភាពនោះបានល្អមែនទែនអញ្ចឹងអត់អីទេកញ្ចប់កាមេរ៉ាជាលក្ខណៈថតរូបរបស់វានៅខាងក្រោយអ្នកនរអាចយកទៅប្រើប្រាស់បានគាត់ថាអ្នកនរកុំយកទៅប្រៀបធៀបជាមួយនឹងទូរស័ព្ទដៃកពូនៅពេលបច្ចុប្បន្នបើទូរស័ព្ទដៃតម្លៃប្រហែលគ្នាអីអានេះពិតជាមានសមត្ថភាពល្អអាចយកទៅដំទៅសងគ្នាបានចំណែកវីដេអូអ្នកនរវាអាចថតបានរហូតដល់ 4K 60 frame ដែរអញ្ចឹងសាច់វីដេអូរបស់វាអត់អីទេអ្នកនរបើសិនជាយើងនិយាយពីរឿង detail វាអត់បញ្ហាទេវាថតបាន 4K ដែរវាច្បាស់ល្អគួរសមយើងអាចយកមកប្រើប្រាស់បានហើយការលើកដាក់ទឹកពណ៌ HDR អីរបស់វាគឺយើងអាចនិយាយបានថាវាគឺជាប្រព័ន្ធកាមេរ៉ាវីដេអូល្អមួយហើយនៅពេលបច្ចុប្បន្ននេះបើយើងនិយាយពីប្រសេះ HDR និងទឹកពណ៌វាអត់អីទេក៏តែបើសិនជាអ្នកនរនិយាយពីការទប់លំនឹងវាមាន2 mode បើសិនជាអ្នកអត់បើក steady mode ទេវានឹងរលាក់ខ្លាំងដូចខ្ញុំបានដាក់ជូនអ្នកនរមើលអញ្ចឹងខ្ញុំ recommend អ្នកនរថតបើក steady mode ទៅទោះបីវាបុកចូលសាច់រូបភាពយើងតិចក៏ដោយក៏វាធាក់វីដេអូឲ្យយើងចេញមកវិញមានលក្ខណៈនឹងល្អជាងពេលដែលយើងថតអត់ប្រើ steady mode ដែរកាមេរ៉ាខាងមុខគឺជាកន្លែងដែលយើងត្រូវនិយាយគ្នាគេយកកាមេរ៉ានោះទៅលាក់នៅខាងក្រោមអេក្រង់ហើយដើម្បីឲ្យអេក្រង់នោះមានលក្ខណៈលាតស្អាតឲ្យយើងមានបទពិសោធន៍ល្អនៃការលេង game នៃការមើល media consumption ដែលខ្ញុំបាននិយាយរួចហើយក៏ប៉ុន្តែការយកបែបនេះវានឹងប៉ះពាល់នៃសាច់រូបភាពរបស់យើងអ្នកនរទោះបីមកដល់ឆ្នាំ2025នេះហើយក៏មិនទាន់មានបច្ចេកវិទ្យាគ្រប់គ្
គ្រាន់នៃការកាត់កងសាច់រូបភាពដែលថតចេញពីកាមេរ៉ាក្រោមអេក្រង់នេះមានគុណភាពល្អខ្លាំងដែរអញ្ចឹងវាមានទំហំ16 megapixel aperture 2.0 មាន focal length 24 mm ហើយ micron size ធំគួរសម 1.12 micron size ក៏តែរូបភាពថតចេញវិញគឺមានកម្រិតសាច់ detail អីគឺវាអត់អីទេតែអ្នកនរគ្នាពេល zoom ចូលអ្នកនរគ្នានឹងឃើញថាវាមានលក្ខណៈ processing ច្រើនមាន AI មកជំនួយច្រើនហើយនឹងការធ្វើ sharpening រូបភាពក៏វាមានការចូលមកច្រើនដែរវាធ្វើឲ្យរូបយើងមើលទៅដឹងហ្មងថារូបភាពហ្នឹងវាឆ្លងកាត់ការ process ខ្លាំងជាជាងថតចេញពី lens ធម្មជាតិដែលនៅលើទូរស័ព្ទដៃផ្សេងវាមិននៅក្រោមអេក្រង់ដូចទូរស័ព្ទដៃនេះទេប៉ុន្តែយ៉ាងណាពេលដែលវាមានពន្លឺគ្រប់គ្រាន់វាអាចឲ្យយើងថត selfie មកមិនព្រាលមិនអីអាញ៉ៃញ៉ៃទេយើងអាចយកទៅ post នៅ social media អីទុកជា memory ទុកជាអីប៉ុណ្ណឹងវាបានតែគាត់ថាបើសិនជាយើងយកទៅប្រៀបធៀបជាមួយនឹងទូរស័ព្ទដៃដែលវាថតចេញពី lens ធម្មជាតិមិននៅក្រោមអេក្រង់នោះទូរស័ព្ទដៃទាំងអស់នោះពិតជាមានសមត្ថភាពល្អជាងទូរស័ព្ទដៃមាន lens នៅក្រោមអេក្រង់ហើយសមត្ថភាពវីដេអូក៏ពិបាកដែរអ្នកទាំងអស់គ្នាតែសារថាដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងបើសិនជាមានពន្លឺខ្លាំងជះមកអីវាព្យាយាមចាប់មុខយើងឲ្យមានសភាពច្បាស់ល្អក៏តែនៅខាងក្រោយដូចយើងនៅក្នុងការយល់សប្តិអញ្ចឹងអ្នកទាំងអស់គ្នាគឺវាព្រាលជះពន្លឺរៀងស្ញាច់មើលទៅដូចជាខ្ញុំដើរនៅការយល់សប្តិអញ្ចឹងកន្លែងនេះហើយគឺជាកន្លែងដែលខ្ញុំទើសនៅពេលដែលប្រើប្រាស់កាមេរ៉ាខាងមុខដែលប្រកបនៅខាងក្រោមអេក្រង់នេះហើយគឺជាអីដែលយើងត្រូវតែមើលរំលងបើសិនជាយើងចង់បានទូរស័ព្ទដៃមួយដែលមានអេក្រង់ស្អាតលាតមិនមានអីមកបិទបាំងវាត្រូវតែមានកន្លែងណាកាត់កងដូចជាយកកាមេរ៉ាទៅលាក់ក្រោមអេក្រង់នឹងឯងអញ្ចឹងមកកញ្ចប់កាមេរ៉ារបស់វាខ្ញុំគិតថាវាមកល្មមឲ្យយើងប្រើប្រាស់បានអ្នកទាំងអស់គ្នាកន្លែងដែលទើសហ្នឹងគឺកាមេរ៉ាក្រោមអេក្រង់ហ្នឹងបន្តិចតែបើសិនជាអ្នកនរចេះ manage ការរំពឹងទុករបស់ខ្លួនឯងថាវាគឺជាទូរស័ព្ទដៃដែលមិនផ្ដោតសំខាន់ខ្លាំងទៅលើកាមេរ៉ាហើយនឹងទូរស័ព្ទដៃដែលមានប្រព័ន្ធកាមេរ៉ាលាក់នៅខាងក្រោមអេក្រង់នោះអ្នកទាំងអស់គ្នានឹងមិនសូវជាមានការពិបាកចិត្តខ្លាំងទេហើយណាមួយរូបភាពរបស់វាក៏ឲ្យយើងប្រើប្រាស់បានដែរគាត់ថាកុំយកវាទៅប្រៀបធៀបជាមួយនឹងទូរស័ព្ទដៃកពូនៅពេលបច្ចុប្បន្នតែអ្វីដែលអ្នកទាំងអស់គ្នាអាចយកវាទៅប្រៀបធៀបជាមួយទូរស័ព្ទដៃកពូរទេទៀតបានគឺ performance ទូរស័ព្ទដៃនេះគឺសឹងតែឥតខ្ចោះហើយអ្នកទាំងអស់គ្នាដោយសារតែវាបំពាក់ chip កំពូលមួយនៅពេលបច្ចុប្បន្នពីក្រុមហ៊ុន Qualcomm ហើយ chip នៅលើនេះគឺ Snapdragon 8 Elite Gen 5វាគឺជា chip កំពូលមួយនៅពេលបច្ចុប្បន្ននេះឈរដំតសងទៅនឹង chip A19 Pro នៅលើទូរស័ព្ទដៃ17 Pro Max Dimensity 9500ដែលនៅលើទូរស័ព្ទដៃ Vivo X300 Pro ឬក៏ទូរស័ព្ទដៃ Find X9 Pro របស់ Oppo ជាដើមអញ្ចឹង performance លើនេះគឺវាអស់ហើយអ្នកនរនេះនៅពេលបច្ចុប្បន្ននេះវាគ្មានស្អីទៅលើនឹងទៀតទេដំណើរការនៅលើប្រព័ន្ធ software របស់ Nubia ដែលរត់នៅលើ Android 16មួយស្បែក UI របស់គេផ្ទាល់ iOS 2.0 នេះគឺមានលក្ខណៈល្អខ្លាំងមែនទែនខ្ញុំមិនដែលបានជួបអីបញ្ហា error អីញ៉ៃទេក្នុងបទពិសោធន៍ប្រើប្រាស់របស់ខ្ញុំគឺវារលូនខ្លាំង iOS របស់គេនេះគឺមានលក្ខណៈ customize បានល្អគួរសមដែរជាពិសេសនៅលើ lock screen គឺវាធ្វើមកស្តៀងទៅនឹង Xiaomi អញ្ចឹងគេហៅ Xiaomi Super Wallpaper របស់គេហ្នឹងគឺពី lock screen ពី always on display រហូតចូលទៅដល់ wallpaper នៅខាងក្នុងគឺវាតែមួយហើយមាន animation រលូនស្អាតដូចទៅនឹង Super Wallpaper របស់ Xiaomi អញ្ចឹងអ្នកនរគ្នាហើយវាពិតជាប្លែកដែលគេចាប់អារម្មណ៍ទៅធ្វើបែបនេះហើយអ្នកទាំងអស់គ្នាចូលចិត្ត always on display ដែលបើកមកនៅលើអេក្រង់ហើយមាន animation smooth ដល់មកយើង unlock ចូលទៅដល់ wallpaper មានលក្ខណៈ transition smooth ជាមួយនឹង blur effect របស់គេអីហ្នឹងអានេះពិតជាត្រូវអ្នកទាំងអស់គ្នាហើយដំណើរការចេញចូលកម្មវិធីអីគឺវា perfect អ្នកទាំងអស់គ្នាខ្ញុំអត់មានអីជាបញ្ហាជា complaint នេះទេវាដូចទៅទូរស័ព្ទដៃកពូដតេទៀតអញ្ចឹងអ្វីដែលប្លែកគឺការលេង game របស់វាហ្នឹងឯងការលេង game នៅលើនេះគឺមានបទពិសោធន៍ល្អខ្លាំងអ្នកទាំងអស់គ្នាតែសារតែអេក្រង់ 144Hz របស់វា support នៃការលេង game ជាមួយនឹង game មួយចំនួនដែរជាក់ស្ដែងនៅលើនេះគឺ Mobile Legends គឺ support រហូតដល់ 144Hz ដែលជា frame rate ultra setting នៅលើនេះតែទូរស័ព្ទដៃផ្សេងអត់មានទេយ៉ាងច្រើន run បាន120 frame គឺយើងអាច select 144Hz ពេញ refresh rate នៅលើទូរស័ព្ទដៃនេះតែម្ដងជាមួយនឹងបទពិសោធន៍លេង game នៃជះសាច់អេក្រង់ពេញអេក្រង់តែម្ដងជាមួយនឹងការលាក់កាមេរ៉ាចិត្តបែបនេះវាធ្វើឲ្យការលេង game របស់យើងមានបទពិសោធន៍ល្អខ្លាំងមែនទែនអ្នកនរគ្នាជាពិសេសប្រព័ន្ធ speaker ល្អទៀតគឺវាដេញពេញតិចនៃការលេង game របស់យើងមានឱកាសខ្ញុំណែនាំឲ្យអ្នកនរគ្នាទៅហាងចាប់កាន់មើលទូរស័ព្ទដៃនេះហើយលេះមើលទៅអ្នកនរគ្នានឹងដឹងថាវាជាតិប៉ុណ្ណាហើយបើសិនអ្នកនរគ្នាបានចាប់កាន់វាហើយលេង game តិចតួចសាកមើលអញ្ចឹងវារលូនខ្លាំងអ្នកនរគ្នាចូលចិត្តលេង game ខ្លាំងនឹងពេញចិត្តស្ដោកហ្មងទៅលើទូរស័ព្ទដៃនេះ Immortal Diablo 60 frame graphic very high ultra គឺ aim ខ្លាំងអ្នកនរគ្នាមិនមានធ្លាក់ frame សូម្បីតែបន្តិចទេមួយវិញទៀត Immortal Diablo នេះពេលដែលខ្ញុំបើកដល់ graphic ប៉ុណ្ណឹងដដែលតែនៅលើទូរស័ព្ទដៃផ្សេងកន្លែងបន្ទុកនៃ chip ហ្នឹងគឺវាដល់ high ហើយកម្រិតក្រហមតែសម្រាប់ទូរស័ព្ទដៃនេះគឺស៊ីផុយបើកអស់ដូចគ្នាតែនៅត្រឹម medium នៅត្រឹមលឿងទេអ្នកនរគ្នាជំនឿថាវានៅមានកម្លាំងបញ្ចេញបន្ថែមទៀតតែ game វាមិនឲ្យវាបញ្ចេញ Zenless 00ក៏មានលក្ខណៈល្អ60 frame graphic cop very high អ្នកនរគ្នាអាចលេងបានយ៉ាងរលូនគ្មានតាក់សូម្បីតែបន្តិចសោះឡើយអញ្ចឹងទូរស័ព្ទដៃនេះពិតជាខ្លាំងបើយើងនិយាយពីការលេង game ចុងក្រោយគឺ Aspat Legend Unite smooth ខ្លាំងអ្នកនរគ្នាមិនមែនជាបញ្ហាទេអ្នកនរគ្នាអាចលេង game នេះ smooth ខ្លាំងជាមួយនឹងអេក្រង់ស្អាតរបស់វានេះមិនមែនជាបញ្ហាទាំងអស់អញ្ចឹងខ្ញុំនិយាយចឹងបើសិនអ្នកនរគ្នាផ្ដោតសំខាន់នៅលើការលេង game អានេះពិតជាត្រូវមែនទែនសម្រាប់អ្នកនរគ្នា chip ខ្លាំងអេក្រង់ស្អាត speaker ល្អវាគឺជារូបមន្តនៃទូរស័ព្ទដៃដែលអ្នកចូលចិត្តលេង game លើទូរស័ព្ទដៃនេះពិតជាត្រូវការ
ការខ្លាំងហើយខ្ញុំពិតជាណែនាំមែនទែនអញ្ចឹងមកកញ្ចប់ performance របស់វាមិនចាំបាច់អ្នកទាំងអស់គ្នាគិត2ដងទេជាកញ្ចប់លុយប្រហែលជាង$600មកលើទូរស័ព្ទដៃនេះហើយយកទូរស័ព្ទដៃនេះទៅប្រើប្រាស់ពិតជាមានស្នាមញញឹមនៅលើមុខរបស់អ្នកទាំងអស់គ្នាហើយចុងក្រោយគឺថ្មអ្នកទាំងអស់គ្នាថ្មនៅលើនេះមានទំហំ7200 milliampere ឥឡូវនេះគឺជារជ្ជកាលដែលគេបំពាក់ថ្មធំហើយ7200 milliampere នៅលើនេះ7300 milliampere នៅលើ OnePlus 13 7500 milliampere នៅលើ Find X9 Pro ហើយនិង Xiaomi 17 Pro Max អញ្ចឹងពេលនេះគឺជាពេលវេលាដែលគេញាត់ថ្មធំនៅលើទូរស័ព្ទដៃហើយសង្ឃឹមថាឆ្នាំក្រោយនេះពេលដែល Samsung M26 Ultra ចេញមកគឺមានថ្មធំជាង5000 milliampere ខ្ញុំគិតថាបើដាក់បាន6000នេះគឺខ្ញុំស្វាគមន៍ហើយមិនបាន7000នេះគេក៏អត់ដែរ6000យ៉ាងតិចខ្ញុំស្វាគមន៍ហើយតែបើក្រោយ6000ខ្ញុំនឹងបន្តនិយាយទៀតពីទូរស័ព្ទដៃរបស់ Samsung series ពូរបស់គេនឹងឯងនៅលើនេះក៏គេបំពាក់ឆ្នាំងសាក80W មកជាមួយដែរអ្នកនរគ្នាដែលមានសមត្ថភាពសាកថ្មចូលទៅវិញ30នាទីបាន 50% ពី0ដល់100តែម្ដងប្រើប្រាស់រយៈពេលប្រហែលជា70នាទីអញ្ចឹងវាមកលំមុំគួរសមឲ្យយើងប្រើប្រាស់ដែរដោយសារថ្មវាធំហើយសម្រាប់ការប្រើប្រាស់វិញគឺបបិសោតល្អវាគឺជាទូរស័ព្ទដៃប្រើប្រាស់បានជាងមួយថ្ងៃបើសិនជាអ្នកនរគ្នាប្រើប្រាស់ទូរស័ព្ទដៃនេះធម្មតាជាមួយនឹងការលេងហ្គេមនេះគួរសមហើយមួយថ្ងៃពេញបើសិនជាអ្នកនរគ្នាលេងហ្គេមច្រើនថ្មនេះធំមិនមែនតែមៀតទេប្រព័ន្ធដំណើរការរបស់វាជាមួយនឹង chip X Elite Gen 5 នេះគឺវាធ្វើការជាមួយគ្នាបានល្អ optimize software ដែលវាធ្វើឲ្យទូរស័ព្ទដៃមិនស៊ីថ្មខ្លាំងអញ្ចឹងមកកន្លែងថ្មអ្នកនរគ្នាមិនចាំបាច់បារម្ភទេអាចប្រើប្រាស់យ៉ាងមានទំនុកចិត្តតែម្ដងបើសិនអ្នកនរគ្នាប្រើស្រាមស្រួលបាន2ថ្ងៃអីក៏មិនដឹងដែរឬក៏អាចសាកនៅថ្ងៃទី2ពេលល្ងាចអានេះគឺជាបទពិសោធន៍មួយដ៏ល្អហើយនៅលើទូរស័ព្ទដៃបច្ចុប្បន្នដែលមានទំហំថ្មធំអញ្ចឹងដោយសារថាវាជាទូរស័ព្ទដៃ gaming គឺវាមាន feature ផ្សេងទៀតដូចជា bypass charging ដែលនៅលើនេះគេអត់ហៅ bypass charging ទេគឺគេហៅ charge separation គឺវាដូចគ្នានឹងទេអ្នកនរគ្នាអាចប្រើប្រាស់ទូរស័ព្ទដៃនេះដោតថ្មជាប់ហើយលេង game ថាមពលថ្មវាមិនចូលទៅថ្មទេវានឹងចូលទៅប្រព័ន្ធទូរស័ព្ទតែម្ដងអញ្ចឹងវាមិនដាក់បន្ទុកខ្លាំងទៅលើថ្មទេពេលអ្នកនរគ្នាលេង game អាចដោតថ្មផងលេងបារាផងក៏វាបន្ថយកម្ដៅនៅលើនេះបានល្អដែរហើយនិយាយពីកម្ដៅបើសិនអ្នកនរគ្នាលេង game គឺខ្ញុំពិតជាសរសើរមែននៃការរក្សាកម្ដៅរបស់វាបបិសោតលេង game របស់ខ្ញុំគឺអត់ក្ដៅទេទូរស័ព្ទដៃនេះប្រសើរជាងទូរស័ព្ទដៃ Vivo X300 Pro ហើយនឹងទូរស័ព្ទដៃកពូផ្សេងទៀតដែលវាអាចនឹងរៀងឡើងអ៊ុនតិចទូរស័ព្ទដៃនេះគឺតែជាក់ស្រីតែម្ដងវាឡើងកម្ដៅនៅពេលដែលខ្ញុំតេស្តកាមេរ៉ាទៅវិញទេអញ្ចឹងបើសិនជាលេង game កន្លែងនេះក៏ជាកន្លែងល្អមួយទៀតដែរអ្នកនរគ្នាគួរតែកត់សម្គាល់អញ្ចឹងខ្ញុំនិយាយច្រើនពីទូរស័ព្ទដៃ Nubia Z80 Ultra នេះព្រោះថាវាគឺជាទូរស័ព្ទដៃដែលមានកញ្ចប់មួយដ៏ល្អអ្នកទាំងអស់គ្នាដែលចូលចិត្តលេង game នេះអាចចាប់វាយកមកប្រើប្រាស់បានហើយវាក៏មិនមានតម្លៃថ្លៃលើសលប់ដែរវា600ជាងអីអ្នកនរគ្នាអាចស្វែងរកទិញในការប្រើប្រាស់ហើយទូរស័ព្ទដៃដែលខ្ញុំទទួលបាននេះគឺ700តិចតួចដោយសារតែវាមាន storage រហូតដល់ 1TB ក៏តែ256 512អាចនឹងធូរជាងនេះអញ្ចឹងក្នុងកញ្ចប់តម្លៃប៉ុណ្ណេះ Nubia បំពាក់ឲ្យយើងវិញជាមួយនឹងរូបរាងប្រណិតនៃការរចនារសជាតិបែបបត់របស់ Nubia នឹងឯងការការពារក៏ពេញលេញ IP68/IP69 អេក្រង់លាតស្អាតការជះពន្លឺបានរហូតដល់2000 nits refresh rate 144 Hz ប្រព័ន្ធ speaker ល្អមួយប្រព័ន្ធកាមេរ៉ាដែលយើងអាចទទួលយកបានទៅតែបន្តិចនៃកាមេរ៉ាខាងមុខដែលវាលាក់នៅខាងក្រោមអេក្រង់ហ្នឹងទេប្រព័ន្ធដំណើរការដ៏ល្អឥតខ្ចោះមួយស័ក្តិសមមែនទែនសម្រាប់អ្នកចូលចិត្តលេងហ្គេមច្រើនហើយនឹងថ្មធំ7200 milliampere ប្រើប្រាស់បានយូរលេងហ្គេមបានយូរហើយសាកចូលទៅវិញក៏លឿនអញ្ចឹងមកកញ្ចប់ប៉ុណ្ណេះខ្ញុំគិតថាអ្នកនរគ្នាអាចចាប់យកទូរស័ព្ទដៃនេះមកប្រើប្រាស់បានជាពិសេសអ្នកដែលបដោតខ្លាំងទៅលើការលេងហ្គេមហើយក៏មិនបោះបង់ចោលនៅលើ feature ផ្សេងទៀតដែរអញ្ចឹងអានេះខ្ញុំពិតជាណែនាំមែនទែនអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នាចូលចិត្តហើយបើសិនជាចូលចិត្តកុំភ្លេចចុច like ហើយនឹង comment នៅខាងក្រោមផងថាអ្នកនរគ្នាគិតយ៉ាងណាដែរជាមួយនឹងទូរស័ព្ទដៃ Z80 Ultra ពីក្រុមហ៊ុន Nubia នេះហើយកុំភ្លេចចូលរួម subscribe ផងអ្នកនរគ្នាដោយសារតែវា free ទេសម្រាប់អ្នកនរគ្នាតែវាជួយខ្ញុំបានច្រើនមែនទែនបើសិនជាអ្នកនរគ្នាមានតម្រូវការទូរស័ព្ទដៃមិនថាទូរស័ព្ទដៃផ្សេងដែលទើបអញ្ចឹងឬក៏ទូរស័ព្ទដៃប្លែកពិបាករកក្នុងប្រទេសកម្ពុជាយើងអីទេអ្នកនរគ្នាអាចទៅរកទូរស័ព្ទដៃទាំងអស់នោះបាននៅហាង Henley Premium Store ដែលខ្ញុំនឹងដាក់តំណ link ឲ្យរបស់គាត់នៅខាងលើជាមួយនឹង group Telegram អីទាំងអស់នោះដែលអ្នកនរគ្នាអាចចូលទៅ join group Telegram របស់គាត់ដែលគាត់នឹងផុសតម្លៃជារៀងរាល់ថ្ងៃអ្នកនរគ្នាអាចចូលទៅតាមដាននិង update បាននៃព័ត៌មានទូរស័ព្ទដៃជាប្រចាំថ្ងៃតែម្ដងអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀត